ថាមុខរបស់ក្រុមជំនុំអំពីឧបតហេតុការកសាងប្រត្រៃបិដកការទៀងទាត់ប្រត្រៃបិដកជាភាសាបាលីនិងការប្រែពីភាសាបាលីមកជាសម្រាយភាសាខ្មែរនេះយើងជាក្រុមជំនុំបានចាប់ផ្ដើមធ្វើតាំងពីថ្ងៃ3កើតខែបោះឆ្នាំមមីទោស័កពុទ្ធសករាជ2472ត្រូវនៅថ្ងៃទី2ខែមករាឆ្នាំ1930នៅមន្ទីរព្រះរាជបណ្ណាល័យកម្ពុជាក្រុងភ្នំពេញក្នុងក្រសួងពុទ្ធសាសនបណ្ឌិតការកសាងប្រត្រៃបិដកនេះកើតឡើងដោយព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សព្រះចៅក្រុងកម្ពុជាដែលទ្រង់ព្រះចិន្តាចង់ឧបត្ថម្ភព្រះពុទ្ធសាសនាដោយការបោះពុម្ពផ្សាយប្រត្រៃបិដកហើយប្រគល់ការបោះពុម្ពនេះមកឲ្យព្រះរាជបណ្ណាល័យការកសាងប្រត្រៃបិដកនេះកើតឡើងដោយរាជការប្រូតិកតូរ៉ាតផងដោយបានបង្កើតពុទ្ធសាសនបណ្ឌិតហើយតម្រូវឲ្យជួយព្រះរាជបណ្ណាល័យនិងឲ្យយកចិត្តទុកដាក់ក្នុងការទាំងឡាយដែលមានឧត្តមប្រយោជន៍ដល់ព្រះពុទ្ធសាសនាអំពីសេចក្តីចម្រើននៃការបោះពុម្ពប្រត្រៃបិដកសេចក្តីចម្រើនដែលនាំមកការបោះពុម្ពប្រត្រៃបិដកនេះឲ្យប្រព្រឹត្តទៅដោយស្រួលឥតមានទើសទាក់នោះព្រោះអាស្រ័យប្រាក់ចំណូលដូចមានសេចក្តីតទៅព្រោះអាស្រ័យប្រាក់ចំណូលដូចមានសេចក្តីតទៅនេះ1ដោយព្រះករុណាជាម្ចាស់ជីវិតព្រះចៅក្រុងកម្ពុជាទ្រង់បានចំណាយប្រាក់ព្រះរាជទ្រព្យសម្រាប់ព្រះអង្គជួយទំនុកបម្រុងក្នុងការបោះពុម្ពនេះហើយទ្រង់បានបន្សល់ព្រះរាជវង្សានុវង្សនៅអស់លោកមន្ត្រីធំតូចនិងព្រះភិក្ខុសង្ឃថេរានុថេរៈរាជាគណៈឋានានុក្រមឲ្យជួយទំនុកបម្រុងក្នុងការបោះពុម្ពនេះផង2ដោយព្រះរាជវង្សានុវង្សនិងអស់លោកកុងសីសេនាបតីនៅអស់លោកមន្ត្រីធំតូចនិងព្រះភិក្ខុសង្ឃជារាជាគណៈឋានានុក្រមនិងពុទ្ធសាសនិកទាំងឡាយក្នុងកម្ពុជារដ្ឋទាំងមូលព្រមទាំងពុទ្ធសាសនិកជនក្នុងដែនកូសាំងស៊ីនផងបានបរិច្ចាគទ្រព្យចូលរួមតាមកម្លាំងសទ្ធាក៏មានបានបរិច្ចាគទ្រព្យទទួលយកដល់ពេញមួយចប់ឬច្រើនចប់ក៏មាន3ដោយប្រាក់ចំណូលផ្សេងក្រៅអំពីប្រាក់ដែលបានថ្លែងខាងលើនោះក៏មានក្នុងឱកាសនេះលោកប៉ូលរ៉េណូសេនាបតីក្រសួងត្រួតត្រាប្រទេសរាជជាស្រុកចំណុះដែលលោកមានដំណើរអញ្ជើញពីមហានគរបារាំងសេសមកឯប្រទេសឥណ្ឌូចិនបានជ្រាបអំពីការបោះពុម្ពប្រត្រៃបិដកនេះលោកក៏មានអធិស្ឋានត្រេកអរជាមួយផងហើយបានបរិច្ចាគទ្រព្យរបស់លោកចូលជួយឧបត្ថម្ភការបោះពុម្ពនេះដើម្បីសម្ដែងឲ្យឃើញជាផុសតាងថាលោកមានអំណរជាទីបំផុតក្នុងការបោះពុម្ពប្រត្រៃបិដកនេះអំពីសេចក្តីយល់ឃើញនិងសេចក្តីពេញចិត្តរបស់ក្រុមជំនុំយើងជាក្រុមជំនុំយល់ឃើញថាដែលព្រះករុណាជាម្ចាស់ជីវិតជាមួយនឹងរាជការប្រូតិកតូរ៉ាតបានចាត់ការបោះពុម្ពប្រត្រៃបិដកទាំងបាលីទាំងសម្រាយភ្ជាប់ជាមួយគ្នានេះជាការវិសេសប្រសើរបំផុតរាប់ថាជាកុសលដ៏ធំបណ្ដាច់យើងកំណត់នាមការនេះថាឧត្តមសង្ឃីទេប្រែថាការលើកសង្កេយនាដ៏ប្រសើរបំផុតព្រមតាំងពីសង្កេយនាចណាមកក៏មិនលឺមានសេចក្តីដំណើរថាដែលបានប្រែជាតិសម្រាយផងដរាបដល់ចប់ប្រត្រៃបិដកដោយសង្កេយនាក្នុងចន្ទនេះទេដោយហេតុនេះយើងមានអំណរនិងសេចក្តីពេញចិត្តដ៏ក្រៃលែងដោយមានសង្ឃឹមជាប្រកបដោយសេចក្តីដែលយើងថ្លែងដោយសង្ខេបតទៅនេះ1អ្នកកាន់ព្រះពុទ្ធសាសនាក្នុងកម្ពុជារដ្ឋទាំងមូលនឹងមានសេចក្តីប្រតិបត្តិត្រូវផ្លូវគ្នាព្រោះមានប្រត្រៃបិដកនេះជាគ្រូប្រាប់ខុសត្រូវជាគោលចរិតសម្រាប់អាងត្រូវគ្នាតែបែបមួយហើយនឹងបានកំចាត់បងនៅអស្មិមាននេះប្រកាន់ខុសថាជាត្រូវនោះចេញ2ប្រត្រៃបិដកនេះទុកជាប្រទីបជ្វាលាឆ្លុះបំភ្លឺអស់មហាជនឲ្យឃើញសេចក្តីខុសត្រូវជាមិនផន់ច្រឡំនាំឲ្យកើតមានប្រាជ្ញាស្មារតីល្អចេះអៀនខ្មាស់រង្គៀសរអាស្អប់ខ្ពើមអំពើអាក្រក់ឲ្យក្មេកគ្មៀតសង្វាតខំប្រឹងប្រព្រឹត្តសុចរិតស្លូតត្រង់ដែលជាពូជបង្កើតសេចក្តីសុខឲ្យមានបរិបូរណ៍ឡើងកាលបើអស់មហាជនមានសេចក្តីអៀនខ្មាស់ជ្រេញចិត្តនឹងអំពើអាក្រក់ហើយព្រះនគរក៏នឹងក្កើងរុងរឿងមានកេរ្តិ៍ឈ្មោះក្រអូបផ្សាយទៅក្នុងលោកទាំងមូលពីព្រោះធម៌សុចរិតមានក្លិនក្រអូបជាបំផុតជាងក្លិននៃគ្រឿងក្រអូបទាំងអស់
អំពីរបៀបការរបស់ក្រុមជំនុំរបៀបមកការគ្រប់យ៉ាងដែលបានរៀបចំប្រតិវិដកនេះយើងជាក្រុមជំនុំបានធ្វើឲ្យកម្លាំងព្យាយាមដ៏មាំមួនព្រមទាំងបានពិនិត្យពិច័យដោយល្អិតល្អដោយមានសេចក្តីរាយដំណើរការតទៅនេះ 1. បណ្ដាប្រតិវិដកគឺព្រះវិន័យព្រះសូត្រព្រះអភិធម្មយើងបានចាត់រៀបចំព្រះវិន័យ3ដកមុនរួចហើយទើបរៀបចំព្រះសុតន្ត3ដកនិងព្រះអភិធម្ម3ដកតទៅគឺតាមលំដាប់គម្ពីរមុនក្រោយ 2. យើងបានយកប្រតិវិដកអក្សរខមគម្ពីរស្លឹករឹតមកធ្វើជាច្បាប់ដើមចម្លងស្រង់បាលីដាក់ក្រដាស់ហើយបានយកប្រតិវិដកគ្រប់យ៉ាងដែលមាននៅក្នុងព្រះរាជបណ្ណាល័យកម្ពុជាមកធ្វើជាច្បាប់ផ្ទៀងធៀបគ្នាបើផ្ទៀងធៀបគ្នាទៅហើយឃើញមានបាលីត្រង់ណាដែលផ្សេងគ្នាខ្លះយើងបានស្រង់បាលីនោះយោងលេខមកដាក់ត្រង់កន្លែងនិយលក្ខណៈកំណត់ហេតុបញ្យលខាងក្រោមមានគំនុកខណ្ឌរាងដោយឡែកឯលេខដែលយោងមកនោះខាងលើនិងខាងក្រោមត្រូវគ្នាគម្ពីរប្រតិវិដកប្រទេសអឺរ៉ុបយើងកំណត់នាមដោយបាលីថាអរោពិយបតកៈប្រើអក្សរជាអាចសង្កេតន័យតែមួយតួគឺអោគម្ពីរភូមាថាមរមបតកៈប្រើជាអាចសង្ខេបន័យថាមៈគម្ពីរមោនថារាមញ្ញបតកៈប្រើជាអាចសង្កេតន័យថារេឯប្រតិវិដកអក្សរសៀមយើងមិនបានឆ្លើយក្នុងនិយលក្ខណៈទេព្រោះមានទំនោរដូចគ្នានឹងច្បាប់អក្សរខមដែរបើក្នុងច្បាប់អក្សរខមក្តីអក្សរសៀមក្តីមានបាលីផ្សេងគ្នាខ្លះដោយអន្លើននោះយើងយោងលេខឆ្លើយមកក្នុងនិយលក្ខណៈប្រាប់ដំណើរដែលផ្សេងគ្នានោះដែរ 3. លោកបានទៀងបាលីដោយត្រឹមត្រូវហើយទើបយកបាលីនោះមកប្រែរៀងសេចក្តីជាក្រោយឯការប្រែនោះយើងបានយកគម្ពីរអត្ថកថាដីកាយោជនាដើម្បីឲ្យឃើញសេចក្តីជាក់ប្រាកដប៉ុន្តែមិនមែនប្រែអธิบายតាមន័យក្នុងអត្ថកថាដីកានោះទេយើងប្រែតាមលំអានបាលីព្រះត្រៃបិដកតួដើមនោះប៉ុណ្ណោះគឺថាបាលីនោះមានសេចក្តីប៉ុន្មានយើងប្រែឲ្យគត់ត្រឹមប៉ុណ្ណោះឯងតែបើស័ព្ទប្រយោគណាដែលមានសេចក្តីចង្អៀតពិបាកយល់នោះយើងបន្ថែមពាក្យឬសេចក្តីខ្លះតាមន័យក្នុងអត្ថកថាដីកាដាក់ក្នុងវងប្រចរនេះសម្គាល់ឲ្យឃើញថាពាក្យឬសេចក្តីនោះបញ្ចូលថែមមកទេម្យ៉ាងទៀតប្រយោគខ្លះមានដំណើរបាលីពិបាកប្រែរៀងសេចក្តីសម្រួលមកជាសម្រាយនោះពេកបើលុះតែបញ្ចូលពាក្យថែមមកខ្លះទើបមិនងាស់សេចក្តីកាលបើដូច្នោះយើងបញ្ចូលពាក្យថែមមកខ្លះដាក់ក្នុងវងក្រចកនេះដែរដូចជាពាក្យថានេះនោះជាដើមដើម្បីឲ្យស្រួលតាមលំនាំសេចក្តីភាសាខ្មែរ 4. ពាក្យឬប្រយោគណាដែលមានសេចក្តីជ្រៅកំបាំងពេកបើមិនទាញយកមកអធិប្បាយពន្យល់ផងទេមុខជានឹងអាចចូលចិត្តសេចក្តីមិនបាននោះយើងបានស្រង់យកសេចក្តីអធិប្បាយពីក្នុងអត្ថកថាដីឬដីកាយកលេខមកដាក់ត្រង់និយលក្ខណៈខាងក្រោមដើម្បីឲ្យងាយយល់សេចក្តីជាក់ប្រាកដឡើងបាន 5. លោកប្រែរួចចម្លងសម្រេចស្រេចហើយយើងបានផ្ទៀងផ្ទាត់យល់ព្រមថាត្រឹមត្រូវហើយបញ្ជូនសេចក្តីចម្លងបាលីនិងសម្រាយនោះចូលទៅអស់លោកកុងសីសេនាបតីតាមក្រសួងត្រាតែបានអនុញ្ញាតពីលោកលើរេសដង Superior និងអស់លោកកុងសីសេនាបតីព្រមទាំងសម្ដេចព្រះសង្ឃរាជទាំងពីរគណៈស្រេចហើយទើបរាជការចាត់ចែងឲ្យបោះពុម្ពតទៅ 6. ក្នុងឱកាសដែលបោះពុម្ពប្រតិវិដកនេះរាល់សៀវភៅទាំងអស់យើងបានផ្ទៀងវិញ្ញាសាពុម្ពដោយប្រុងប្រយ័ត្នពិនិត្យពិច័យមកមុនណាស់តែថាធម្មតាការបោះពុម្ពច្រើនម្ល៉េះបើទុកជាពិនិត្យពិច័យយ៉ាងណាក៏គង់តែនៅមានផ្លត់ខុសខ្លះបន្តិចបន្តួចមិនលេង